ចំណុចសំខាន់ពីរដែលមាននៅក្នុងរឿងសាមកុកភាគទី6អាចឲ្យយើងពិចារណាប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្នចំណុចទី1គឺត្រង់កន្លែងបាក់ក្បាលដំបូងនៃភាគទី6ដែលឆាវដេញតាមតង់ជ័រដើម្បីដណ្ដើមស្ដេចហានពីតង់ជ័រមកវិញគេបានមើលងាយពីសត្រូវរបស់គេដោយគិតថាតង់ជ័រប្រកាសជាកំពុងស្ថិតក្នុងស្ថានភាពស្លន់ស្លោមិនអាចទប់ទល់នឹងគេបានតែចុងក្រោយគេបែរជាចូលអន្ទាក់របស់តង់ជ័រដោយមិនអាចដណ្ដើមស្ដេចហានពីតង់ជ័រមកវិញព្រមទាំងបាត់បង់ទ័ពរបស់គេជាច្រើនអ្នកថែមទៀតផងដូចនៅក្នុងសង្គមបច្ចុប្បន្នឧទាហរណ៍ថានៅកន្លែងការងារដែលបងប្អូនកំពុងតែធ្វើការនៅពេលថ្នាក់លើស្ដីបន្ទោសឲ្យអ្នកណាម្នាក់រួចហើយតែហៅអ្នកធ្វើការជាមួយទៅសួរនាំពីម្នាក់នោះម្ដងម្នាក់ថាតើការងាររបស់គេរាល់ថ្ងៃយ៉ាងណានៅថ្ងៃមួយបងប្អូនឃើញមិត្តរួមការងារម្នាក់ដែលយើងស្អប់មិនចូលចិត្តកំពុងតែត្រូវថ្នាក់លើស្ដីឲ្យនៅក្នុងបន្ទោសរបស់ថ្នាក់លើពេលនោះក្នុងចិត្តយើងប្រកាសជាសប្បាយចិត្តខ្លាំងណាស់តែប្រសិនបើយើងធ្វើដូចជាឆាវអត់បានទៅស៊ើបមុនឲ្យច្បាស់សិនគិតថាជាឱកាសរបស់យើងដើម្បីជាប់ពន្លិចគេថែមហើយដល់វេនថ្នាក់លើហើយយើងចូលទៅសួរនាំក៏និយាយតែពីចំណុចអាក្រក់របស់គេថែមនៅមុខថ្នាក់លើទៀតដល់ចុងក្រោយទើបដឹងថាតាមពិតថ្នាក់លើស្ដីឲ្យគេគឺដោយសារតែគេជួយធ្វើការជំនួសអ្នកដទៃហើយព្រមទាំងធ្វើបានល្អជាងគេទៀតផងគ្រាន់តែគេមិនបានដាក់ឈ្មោះរបស់ខ្លួនជាអ្នកធ្វើបែរជាដាក់ឈ្មោះអ្នកផ្សេងទៅវិញទើបបានជាថ្នាក់លើខឹងដោយសារតែគេលាក់សមត្ថភាពដ៏ល្អរបស់ខ្លួនមិនមែនដោយសារកំហុសធំអ្វីនោះទេជាចុងក្រោយនៅពេលដែលថ្នាក់លើអ្នកដឹងថាអ្នកចង់ចោទរំលែកកូនចៅសំណោចរបស់គាត់នោះលទ្ធផលរបស់អ្នកគឺដូចឆាយអញ្ចឹងត្រូវខាត់បងដូចជាបាត់បង់ការទំនាក់ទំនងល្អក្នុងកន្លែងការងារត្រូវថ្នាក់លើវិន័យជាប្រាក់ខែឬក៏អាចបាត់បង់ការងារក៏ថាបានចំណុចទី2គឺត្រង់កន្លែងដែលសុនជឺត្រូវវិលត្រឡប់ទៅចាំងតុងវិញគេបាននឹងច្បាស់ថានៅក្នុងខ្លួនរបស់គេគឺមានត្រាគុជដែលមានមនុស្សគ្រប់គ្នាចង់ដណ្ដើមពីគេហើយមុនពេលគេចេញដំណើរឆាយធ្លាប់បានក្រើនរំលឹកប្រាប់គេថាត្រូវតែប្រុងប្រយ័ត្នខ្ពស់ជានិច្ចនិងត្រូវជ្រើសរើសផ្លូវណាដែលមានសុវត្ថិភាពបំផុតក៏ប៉ុន្តែដោយសារតែសុនជឺជាមនុស្សដែលមានអំណត់ខ្ពស់គិតថាគ្មានអ្នកណាអាចធ្វើអ្វីមកលើគេបានទេក៏បានជ្រើសរើសផ្លូវទឹកដើម្បីត្រឡប់ទៅចាំងតុងវិញក៏ដោយសារផ្លូវទឹកនេះមានចម្ងាយជិតជាងផ្លូវគោកក្នុងការវិលត្រឡប់ទៅចាំងតុងសុនជឺក៏ដឹងច្បាស់ថាការធ្វើដំណើរតាមផ្លូវទឹកគឺត្រូវឆ្លងកាត់ច្រកសានជីងទូរបស់ក្រុងជីងជើដែលជាទីតាំងដែលសត្រូវរបស់គេកាន់កាប់ឈ្មោះថាលាវប៉ាវច្រកសានជីងទូនេះគឺជាច្រកទឹកដែលនៅចន្លោះច្រកភ្នំងាយស្រួលសម្រាប់សត្រូវរបស់ខ្លួនពួនវាឆ្មក់ខ្លាំងណាស់ដូចនេះការជ្រើសរើសផ្លូវទឹករបស់សុនជឺនេះគឺស្មើយកជីវិតរបស់គេទៅប្រថុយបាត់ទៅហើយចុងក្រោយគឺដោយអ្វីដែលឆាវបាននិយាយសុនជឺបានចាញ់ល្បិចរបស់លាវប៉ាវដែលជាសត្រូវរបស់គេធ្វើជាសុំត្រូវគ្នាវិញថានឹងបើកច្រកនេះឲ្យគេត្រឡប់ទៅវិញតែនៅពេលដែលសុនជឺទៅដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានសត្រូវរបស់គេពួនឆ្មក់ហើយបានបាត់បង់ជីវិតនៅលើច្រកផ្លូវទឹកនេះគឺជាឧទាហរណ៍ដ៏ល្អបំផុតសម្រាប់យើងសម្រាប់យកមកពិចារណាប្រសិនបើយើងកំពុងតែជួបផលលំបាកហើយសោកស្រាប់តែសត្រូវរបស់យើងចេញមកសុំសម្របសម្រួលដោយសន្យាថានឹងជួយយើងឲ្យឆ្លងផុតការលំបាកនេះតើបងប្អូនគួរតែជឿជាក់លើគេដែរឬទេបងប្អូនត្រូវចងចាំថាអត្តចរិតរបស់មនុស្សគឺមិនងាយនឹងកែប្រែនោះទេគ្មានមនុស្សណាអាចមកជួយសត្រូវរបស់គេទាំងដែលគេដឹងថាសត្រូវរបស់គេដែលធ្លាប់តែក្អេងក្អាងនោះកំពុងតែជួបផលលំបាកនោះទេគេមានតែជាប់បន្ថែមតែប៉ុណ្ណោះដូចនេះយើងត្រូវតែបដិសេធពីជំនួយរបស់ពួកគេទាំងនោះទោះបីជាយោបល់របស់គេស្ដាប់ទៅដូចជាល្អក៏ដោយយើងមិនអាចយកអនាគតរបស់យើងទៅផ្ញើនៅលើមនុស្សដែលធ្លាប់ជាសត្រូវរបស់យើងនោះទេបងប្អូនត្រូវចាំថាពេលដែលយើងកំពុងតែមានផលលំបាកមនុស្សដែលយើងអាចទុកចិត្តបានបំផុតគឺមានតែបងប្អូននិងខ្លួនយើងតែប៉ុណ្ណោះ